នេះខ្ញុំឃើញសារព័ត៌មានแบบផ្សព្វផ្សាយយ៉ាងផុសផុលអំពីកិច្ចសម្ភាររបស់ឯកឧត្តមកុងភោរដ្ឋលេខាធិការក្រសួងការបរទេសនិយាយអំពីការលុប MOU 2001បាទរវាងកម្ពុជាថៃស្ដីអំពីបញ្ហាដែនសមុទ្រហើយគាត់ថាបើថៃលុបចោលទៅបាទកម្ពុជាគ្មានជំរឿនអីទៅពីយន្តការគេហៅថានីតិច្បាប់នីតិសមុទ្រ UNCLOS បាទជាពិសេសគឺប្រើនៅគេហៅយន្តការការផ្សះផ្សាដោយចាប់បង្ខំកម្ពុជាពុំមានជំរឿនអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រជាពិសេសយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំឬមួយក៏យើងអាចហៅថា compulsory conciliation ដែលបង្កើតឡើងនៅក្រោមអនុសញ្ញាមួយនេះនោះទេការផ្សះផ្សាដោយចាប់បង្ខំគឺត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រដើម្បីជួយទៅដល់រដ្ឋភាគីដើម្បីដោះស្រាយចំនួនដោយសន្តិវិធីនិងស្របទៅតាមច្បាប់អន្តរជាតិការសម្រេចចិត្តរបស់កម្ពុជាគឺឆ្លុះបញ្ចាំងឲ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់យើងដែលប្រទេសយើងទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយដែលយុត្តិធម៌បាទដែលយូរអង្វែងហើយស្របទៅតាមច្បាប់អន្តរជាតិដែលនឹងអនុញ្ញាតឲ្យប្រជាជនយើងរស់នៅជាមួយគ្នាដោយសន្តិភាពស្ថិរភាពនិងសេចក្តីសុខពាក់ព័ន្ធទៅនឹងបញ្ហានីតិសមុទ្រនេះខ្ញុំលើកយូរហើយបាទតែគាត់ថាខ្ញុំមានអ្នកល្បីនេះអីទៅគេមិនសូវស្ដាប់មិនសូវអីទេបាទតែទោះយ៉ាងណាគឺរដ្ឋាភិបាលបានអនុម័តបានធ្វើសច្ចាប័នទៅលើច្បាប់នេះខ្ញុំនិយាយតាំងពីជំនាន់កោះត្រល់បាទការអភិវឌ្ឍកោះត្រល់ការអភិវឌ្ឍនៅគេហៅថាកំពង់ផែហាទៀងរបស់វៀតណាមអីលក្ខណៈខ្ញុំបកស្រាយច្រើននៅអំពីច្បាប់ UNCLOS តែកម្ពុជាយើងនៅគិតខាងយើងសិទ្ធិអ្នកខ្លាំងបាទយោធាទី2យោធាទី2នៅអាស៊ានខាងកើតយើងនៅខាងលិចយើងគឺមហាអំណាចយោធាទី3នៅក្នុងអាស៊ានហើយយើងស្អីយើងទី8យើងយកអីមកអាងទប់ទល់ជាមួយគេគឺច្បាប់យន្តការអន្តរជាតិអញ្ចឹងនេះខ្ញុំបានណែនាំឲ្យរដ្ឋាភិបាលធ្វើសច្ចាប័នទៅលើច្បាប់ UNCLOS នេះបាទច្បាប់នីតិសមុទ្រពីយូរហើយតែជាក់ស្ដែងបាទរដ្ឋាភិបាលបានចាត់វិធានការមែនគឺបានអនុម័តបានធ្វើសច្ចាប័នទៅលើច្បាប់នេះដូចជាថ្ងៃទី26បាទខែ2 2026កន្លងថ្មីនេះទេបាទហើយនេះហើយដែលយើងអាចប្រើបាននៅពេលដែលគេលុប MOU 2001ពីព្រោះនៅក្នុង MOU 2001ហ្នឹងគេមានសរសេរបាទគេសរសេរយោងទៅលើច្បាប់នីតិសមុទ្រ UNCLOS នេះអញ្ចឹងនៅពេលដែលគេលុប MOU ចោលមានរដើទៅផ្លូវនេះឯងបាទហើយថៃគេចូល UNCLOS ហ្នឹងពេលសច្ចាប័ននៅឆ្នាំ2011បាទឆ្នេះទេការដើរដោយអាដាមកុងភោគលើកឡើងហ្នឹងបាទគឺជារឿងជាមិនរួចទេបាទការផ្សះផ្សាដោយចាប់បង្ខំនេះបើសិនជាថៃមិនព្រមចូលទៅចរចាទេបាទដូចកន្លងមកយើងហៅមកចរចានៅគណៈកម្មការព្រំដែនរួមអត់ព្រមមកអីទេបាទអាហ្នឹងយើងឈានទៅមកដំណាក់កាលទៀតគឺមានការផ្សះផ្សាដោយមានការសម្របសម្រួលពីបាទគណៈកម្មការអន្តរជាតិជាពិសេសមកពីខាងអង្គការសហប្រជាជាតិបើការផ្សះផ្សាគ្នាទៀតមិនត្រូវគ្នាទៀតអាហ្នឹងមានអីនិយាយគ្នាទៀតបាទទៅតុលាការហើយនៅតុលាការដែលអាចកាត់ក្តីពាក់ព័ន្ធនឹងបញ្ហាព្រំដែនសមុទ្រនេះបាទគឺមានរហូតដល់3នោះមាន arbitration មាន international tribunal court on UNCLOS តុលាការអន្តរជាតិស្តីពីនីតិសមុទ្រហើយនឹងមានតុលាការ ICJ តុលាការយុត្តិធម៌អន្តរជាតិ ICJ ដូច្នេះទេគឺស្របច្បាប់តែម្ដងបាទភាគីតែម្ខាងអាចការពីដំណាក់កាលខាងលើអត់ត្រូវគ្នាគឺទៅតុលាការបើទោះបីជាម្ខាងនេះក្តីពាក្យអត់ទៅក៏ដោយដូចកន្លងមកយើងព្រំដែនគឺតាក់ទងទៅនឹងបញ្ហាព្រំដែនគោកបាទយើងឃើញទៅ ICJ ទៅតុលាការយុត្តិធម៌អន្តរជាតិតែយើងទៅតែយើងហើយគេអត់ទៅក៏បានទេគេតុលាការគេអត់ធ្វើបើកាត់ក្តីបញ្ហារឿងហ្នឹងទេប៉ុន្តែនេះខុសគ្នានៅក្នុងច្បាប់ UNCLOS នេះគឺមានការគេហៅថាការផ្សះផ្សាដោយបង្ខំនេះគឺគេមានឲ្យការចរចាធ្វើពិធីគេមានការផ្សះផ្សាគ្នាដោយមានការសម្របសម្រួលពីអន្តរជាតិហើយមិនត្រូវគ្នាទៀតគឺត្រូវទៅតុលាការហើយទៅតុលាការនោះបើទោះបីជាម្ខាងទៀតអត់ទៅក៏ដោយក៏តុលាការអាចកាត់ក្តីបានដែរឧទាហរណ៍ជាក់ស្ដែងគឺរឿងធំមួយដែលយើងបានដឹងទាំងអស់គ្នាពាក់ព័ន្ធនឹងកាត់ក្តីពាក់ព័ន្ធទៅនឹងរឿងសមុទ្រចិនខាងត្បូងមកចំនួនរវាងហ្វីលីពីនហើយជាមួយនឹងចិនមានទៅណាចិនអត់ទៅតុលាការទេតែហ្វីលីពីនទៅតែតុលាការមានសិទ្ធិកាត់បាទអញ្ចឹងគេកាត់ក្នុងការអធិបតេយ្យភាពណែក៏ហ្វីលីពីនអីចឹងមកបាទហើយចិនដកថយចេះចឹងដូចគ្នាបាទបើការផ្សះផ្សាចំលើកម្ដងទៀតបាទការផ្សះផ្សាដោយបង្ខំដែលអារម្មណ៍គង់ភោគក៏ដល់លើកឡើងគឺមានន័យថាបន្ទាប់ពីអត់មាន MOU នឹងមែនប៉ុន្តែយើងទៅយន្តការច្បាប់នីតិសមុទ្រយន្តការច្បាប់នីតិសមុទ្រដែលអាដាមគង់ភោគលើកឡើងតាក់ទងទៅនឹងការផ្សះផ្សាដោយបង្ខំដំណាក់កាលទី1គឺផ្សះផ្សារវាគូភាគីទាំងពីរជជែកគ្នាចរចាគ្នាទៅបានបង្កើតកិច្ចព្រមព្រៀងអីថ្មីដែលឯកភាពទាំងអស់គ្នាបានឯកភាពទៅតែបើអត់ត្រូវគ្នាទេត្រូវទៅតាក់ទងទៅនឹងការផ្សះផ្សាមកតទៀតtừភាគីទាំងពីរហើយមានការសម្របសម្រួលពីអន្តរជាតិហើយបើការផ្សះផ្សានេះមិនត្រូវទៀតទៅតុលាការហើយទៅតុលាការនោះគឺភាគីមកខាងទៅក៏បានទៅទាំងគូទាំងពីរបានបាទអញ្ចឹងកម្ពុជាត្រូវប្រើច្បាប់នេះទៅតុលាការគឺកម្ពុជាទៅតុលាការគឺអាចតុលាការអាចបើកកាត់ក្តីរឿងនេះបានហើយទោះបីជាថៃអត់ទៅក៏ដោយឧទាហរណ៍ករណីសមុទ្រចិនខាងត្បូង
ដែលហ្វីលីពីនប្រដឹងទៅតុលាការហើយចឹងទៅតែតុលាការនោះអាចកាត់ក្តីបានបាទដូច្នេះទេនេះគឺជារឿងល្អបាទខ្ញុំបានលើកឡើងមកកន្លងមកហើយថារដ្ឋាភិបាលបើសិនជាថៃលុប MOU 2001នេះរដ្ឋាភិបាលទាញទៅតែបញ្ចប់ទៅតុលាការតែម្ដងទៅបើថៃគេថាគេចង់លេងទៅយន្តការអន្តរជាតិទៅលេងផ្លូវច្បាប់អន្តរជាតិអនុសញ្ញាសន្ធិសញ្ញានោះបាទដូចគ្នាតែ MOU 2000 MOU 2001បាទទៅតុលាការទាំងអស់ទៅ ICJ ទាំងអស់ទៅកាត់មកកញ្ចប់នឹងតែម្ដងទៅឲ្យចប់នៅក្នុងចំនួននេះបាទចប់បញ្ហារឿងព្រំដែនកុំឲ្យតចំនួនតទៅទៀតបាទបានច្បាស់ទៅណាព្រំដែននៅខាងណាយើងមិនចង់ចំណេញមិនចង់ខាតអីទេច្បាប់កាត់តាមបាទច្បាប់កាត់ទៅគឺប្រជាជនពួកជននិយមថៃពួកជននិយមណាក៏ដោយបាទគឺអត់មានអីត្រូវយល់លេសបានទេពីព្រោះនេះវាជានីតិវិធីរបស់ច្បាប់របស់តុលាការបាទយោងទៅលើឯកសារទៅលើអីដែលមានសន្ធិសញ្ញាអនុសញ្ញាដែលមានគឺយើងកាត់ក្តីឃើញតែព្រំដែនគោកប៉ុណ្ណេះព្រំដែនទឹកប៉ុណ្ណេះច្បាស់ទាំងអស់គ្នាយើងមានព្រំដែនសន្តិភាពព្រំដែនអភិវឌ្ឍជាប្រទេសដែលភូមិប្រទេសគេថាមានភូមិផងរបងជាមួយហើយជាសមាជិកអាស៊ានគ្នាទៀតបាទយើងមិនចង់ឲ្យស្មុគស្មាញទេដូច្នេះបើលុប MOU 2001ខ្ញុំបញ្ជាក់ម្ដងទៀតទៅមកកញ្ចប់តែម្ដងទៅតែបើថៃមិនព្រមទៅមកកញ្ចប់យ៉ាងហោចក៏យើងបានទៅតាក់ទងបញ្ហាដែនគោកនេះដែរបាទបើប្រាប់ផ្សះផ្សា2ដងហើយមិននេះទៅយើងប្រើនយោបាយការការផ្សះផ្សាទៅបង្ខំនេះបាទសូមអរគុណបាទ